រឿងហូបមិនតុងមិនចេះទេតែបើថាឲ្យធ្វើវិញជំនាញហ្មងបទពិសោធន៍ជាង10ឆ្នាំមកហើយចង់ឆាចង់អាំងចង់ងៀតឬមួយក៏ស៊ុបមិនតុងបានមកអែមដែរមិនតុងយើងធ្វើវាហើយដើម្បីអស់អិលបងប្អូនយើងយកវាមកលាងជាមួយនឹងទឹកខ្មេះបើក៏បានឬមួយក៏យើងចង់ឲ្យលឿនណាប៉ាតវាមួយផេះទៅអានឹងដាច់អិលលឿនណាស់ព្រឹកមិញអ្នកភូមិគេដាក់តុងបានគេយកមកឲ្យបាន2គីឡូល្មមបានធ្វើម្ហូបឲ្យប៉ាភាសាយកមកអាំងជាមួយទឹកស៊ីអ៊ីវជីនស៊ូអញ្ចេះយើងដំវាឲ្យទក់ឆ្អឹងណាបងប្អូនឬមួយក៏យើងយកធ្វើងៀតក៏យើងត្រូវដំចេះដែរមិនចាំបាច់យកទៅភ្លៀសនំទៅហត់ទេអាំងញ៉ាំបានទាំងឆ្អឹងតែម្ដងយើងយកមកប្រឡាក់ជាមួយនឹងទឹកស៊ីអ៊ីវជីនស៊ូគោរពសរសជាតិដើមធ្វើឲ្យសាច់តុងរបស់យើងចូលជាតិឈ្ងុយហើយឆ្ងាញ់គេចម្រាញ់ចេញមកពីសណ្តែកសៀងសុតក្នុងទឹកស៊ីអ៊ីវគោរពសហ្នឹងគឺគេលាយមកមានរសជាតិឆ្ងាញ់ស្រាប់យើងយកទៅធ្វើជ្រក់ជ្រលក់ចំហុយឬមួយក៏អាហារបំពងមីឆាសឡស៊ុបបាយឆាឬមួយក៏ម្ហូបចំហុយបានច្រើនមុខមែនតើទឹកស៊ីអ៊ីវជីនស៊ូគោរពក្រហមមានម្ទេសហើយនឹងខ្ទឹមយកធ្វើទឹកជ្រលក់ត្រីខ្លាំងបុកគ្រឿងមានដូចជាខ្ទឹមសគល់ជីបន្ស៊ុយឲ្យម៉ត់ចូលគ្នាបន្ទាប់មកយើងយកទឹកស៊ីអ៊ីវជីនស៊ូគោរពសលាយចំនួន5លាព្រាតុងអាំងរបស់យើងនេះមិនបាច់ហត់ត្រូវការគ្រឿងក្រៅអីច្រើនទេគ្រាន់ថាបើសិនយើងចង់បានក្លិនឈ្ងុយរបៀបគល់ជីបន្ស៊ុយមួយខ្ទឹមអញ្ចឹងអាចបុកបន្ថែមអញ្ចឹងមកបន្ថែមតែម្សៅស៊ុបមាន់ស្ករជាមួយនឹងល្ងទៅប៉ុណ្្នេះហើយច្របល់ឲ្យសព្វរលាយចូលគ្នាមកហើយយើងចាក់ទឹកស៊ីអ៊ីវពាក់កណ្ដាលទៀតលាបពេលអាំងហើយបើថាបងប្អូនចូលចិត្តញ៉ាំហឹរចឹងអាចប្រើម្ទេសហុយច្របល់សព្វចូលគ្នាចេះទៅក៏បានដែរតែថាអត់ចេះហឹរទេមិនបាច់ដែរច្របល់ឲ្យសព្វចូលគ្នាចេះហើយទុកទៅ10នាទីហ្នឹងចូលជាតិសព្វហើយបងប្អូនដោយសារតែតុងរបស់យើងដំវាឡើងទក់ឆ្អឹងហើយហ្នឹងមុខនេះចំណាយពេលលឿនហើយចាស់ចូលចិត្តណាជាពិសេសបានតុងស្រែចឹងទៀតគាត់ថាញ៉ាំទៅជក់មាត់ណាតុងអាំងខ្ញុំធ្វើឲ្យគេភាគច្រើនគេកំងតែហិលគេថាញ៉ាំឆ្ងាញ់អាំងប្រែទៅប្រែមកតែ4 5ត្រឡប់ហ្នឹងចង់ឆ្អិនបាត់ហើយនឹងហើយនិយាយថាក្លិនវិញឡងឈ្ងុយម្លងដល់20 30ពេលអាំងឆ្អិនហើយយើងលាបទឹកស៊ីអ៊ីវដែលនៅសល់ហ្នឹងពីលើហ្នឹងមកវាឃើញវាថាជុះស៊ីហ្មងណាតុងរបស់យើងឲ្យលើបឡងឲ្យក្លិនរត់តែឈ្ងុយជាងមុនទៀតមានល្ងផងម្ទេសរៀងហិលតិចញ៉ាំមិនឲ្យជក់មាត់មិនកើសម្រាប់បងប្អូនដែលចិត្តញ៉ាំតុងអាចសាកមើលមុខនេះបានវាងាយស្រួលក្នុងការធ្វើហើយឆ្អិនលឿនក្រៀមឈ្ងុយអញ្ចឹងយើងចង់ញ៉ាំលេងក៏បានញ៉ាំមួយបាយក៏បានដែរពណ៌ឡងតំណងមែនតែនហើយវាឡងលួងល្អហ្មងណានេះបើសិនជាបងប្អូនចិត្តញ៉ាំរៀងក្រៀមជាងហ្នឹងយើងដាក់ភ្លើងតិចឆ្អើឲ្យវាយូរតិចទៅក្រៀមហើយប៉ាហ្នឹងក៏ចិត្តប្រៀបថារៀងមានជាតិសំណើមអញ្ចឹងបងប្អូនព្រោះសាច់តុងនៅតុនហើយឈ្ងុយអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយបាយ